រៀបការជាមួយខ្ញុំទៅខ្ញុំនឹងឲ្យនាងលុតជង្គង់ចុះហើយអ្នកថាដើមម្ដាយចុងថាយកលេងបានចំណាយប្រាក់$10 លានស្វាមីខ្ញុំតែងតែទៅធ្វើការនៅឆ្ងាយដូច្នេះខ្ញុំមិនរំខានគាត់ទេឪពុកខ្ញុំមិនយល់ព្រមនរណាម្នាក់ដែលមានសាវតាដូចអ្នករៀបការជាមួយគ្រួសារទេចូលយើងបែកគ្នាតើវាដោយសារតែសៃវ៉ាន់ធីងត្រឡប់មកវិញមែនទេសូមអភ័យទោសយែនមានហេតុផលដែលសៃវ៉ាន់ធីងចាក់ចេញនៅពេលនោះឥឡូវនេះគាត់ត្រឡប់មកវិញហើយខ្ញុំមិនអាចធ្វើឲ្យគាត់ខកចិត្តបានទេតើមានប្រយោជន៍អ្វីសម្រាប់ក្មេងស្រីដែលសិក្សាច្រើនយ៉ាងនេះរៀបការឆាប់គឺជារឿងត្រឹមត្រូវដែលត្រូវធ្វើបងប្រុសរបស់អ្នកចិត្តខ្លាយជាសិស្សវិទ្យាល័យហើយត្រូវចូលរៀនថ្នាក់បង្រៀនអ្នកនឹងត្រូវរកវិធីកែលម្អអ្វីនៅផ្ទះដោយខ្លួនឯងខ្ញុំមិនបានយំឬបង្កភាពចលាចលទេខ្ញុំបានចាក់ចេញពីផ្ទះយកប្រាក់កម្ចីសិក្សាហើយធ្វើការ3កន្លែង2-3 ខែបន្ទាប់ពីសាលារៀនចាប់ផ្ដើមខ្ញុំបានជួបហ៊ីយ៉ែននៅក្នុងការប្រកួតជែកដេញដោលគាត់ជាអ្នកស្នងមរតកជំនាន់ទី2ដ៏មានទ្រព្យសម្បត្តិនិងមានឥទ្ធិពលយើងបានជួបគ្នាតែម្ដងគត់មុនពេលគាត់ចាប់ផ្ដើមដេញតាមខ្ញុំដោយក្តីរំភើបដំបូងឡើយខ្ញុំមានការងឿងឆ្ងល់ប៉ុន្តែខ្ញុំបានយល់វាយ៉ាងឆាប់រហ័សខ្ញុំចង់ឡើងជណ្ដើរសង្គមដើម្បីមានលុយកាក់និងអំណាចដើម្បីតាំងខ្លួននៅក្នុងទីក្រុងនេះហេជីនជាអ្នកមានឥទ្ធិពលសង្ហាហើយប្រព្រឹត្តចំពោះខ្ញុំយ៉ាងល្អហេតុអ្វីខ្ញុំមិនគួរទទួលយកគាត់អស់រយៈពេល6 ឆ្នាំកន្លងមកនេះខ្ញុំបានឃើញទិដ្ឋភាពទាំងអស់ពីលើកំពូលភ្នំជាមួយហេជីនពេលខ្ញុំដឹងថារឿងទាំងអស់នេះត្រូវបានបង្កើតឡើងដោយផ្អែកលើអត្តសញ្ញាណនៃការធ្វើជាមិត្តស្រីរបស់ហេជីនខ្ញុំដឹងថានៅពេលដែលអត្តសញ្ញាណនោះបាត់ទៅខ្ញុំនឹងគ្មានអ្វីទាំងអស់ដូច្នេះខ្ញុំបានខិតខំសិក្សាដើម្បីទទួលបានអាហារូបករណ៍និងធ្វើការក្នុងប្រព័ន្ធ